សួស្តីប្រិយមិត្តថ្ងៃនេះដែរគឺយើងមានសាច់រឿងថ្មីមកចែកជូនពុកម៉ែបងប្អូនអរគ្នាទស្សនាក៏ដូចជាស្ដាប់អញ្ចឹងណាបងប្អូនបាទហើយសាច់រឿងយើងថ្ងៃនេះដែរគឺមានចំណងជើងថាចង្ក្រានខ្មោចបាទនេះគឺជាសាច់រឿងរបស់ admin ផ្ទាល់តែម្ដងបងប្អូនបាទកាលពីភាពកុមារឬមួយក៏កាលពីនៅក្មេងបាទ admin គឺជាក្មេងជនបទម្នាក់អញ្ចឹងណាបាទគឺជាក្មេងសុខស្រែជនបទម្នាក់កាលពេលហ្នឹងខ្ញុំចាំបានអញ្ចឹងណាបងប្អូនថាខ្ញុំហ្នឹងទៅនេះទៅរកស្លឹកព្រិចបាទហើយបងប្អូនមួយចំនួនប្រហែលជាគាត់អត់ស្គាល់ទេថាស្លឹកព្រិចហ្នឹងជាអីគេបាទកាលហ្នឹងគឺខ្ញុំទៅរកស្លឹកព្រិចជាមួយនឹងអ៊ំក៏ដូចជាម៉ាក់របស់ខ្ញុំអញ្ចឹងណាបាទហើយអធិស្ឋានផងបាទដោយសារតែខាងខ្ញុំហ្នឹងគឺគេប្រើភាសាធម្មៈដោយសារតែអត់សូវមានអ្នកដែលគាត់ហៅដូចជាម៉ែអីចឹងណាបាទខ្ញុំចាំបានកាលពីខ្ញុំឡើងមកពេញត្បូងបាទគឺពេលដែលខ្ញុំនិយាយអញ្ចឹងគឺគេនោះគ្នាសើចគេថាខ្ញុំនឹងមកពីស្រែសោះក្រោមផ្ទះសត្វតែអាចគោហើយនិយាយហៅសត្វតម៉ាក់អីអញ្ចឹងណាបាទផ្អែមជាងអ្នកពេញទៀតហើយខ្ញុំក៏ឆ្ងល់បងប្អូនតែគាត់ថាយើងក៏មិនដឹងធ្វើម៉េចអត់មាននិយាយអីតបទៅគាត់ដែរឥឡូវយើងចូលសាច់រឿងយើងវិញបាទហើយពេលហ្នឹងគឺខ្ញុំហ្នឹងក៏ជាមួយនឹងម៉ាក់ជាមួយនឹងអ៊ំក៏ទៅរកស្លឹកព្រិចចឹងណាបងប្អូនបាទខាងយាយយូរៀងអត់ចង់ត្រូវដែរពេលដែលទៅរកស្លឹកព្រិចហ្នឹងគឺឆ្ងាយពីផ្ទះណាបងប្អូនបាទគឺស្លឹកព្រិចគឺគេលក់ណាបងប្អូនបាទគេចងជាដុំដូចបន្លែអញ្ចឹងឲ្យលក់បានថ្លៃដែរមួយដុំ4-500អីអញ្ចឹងទៅហើយយើងលក់10ដុំអីចឹងទៅបាទ5-6,000អីចឹងទៅអ្នកខ្លះគេរកបានគេចូល20-30ដុំទៅអញ្ចឹងណាមកព្រឹកគេរកបានហើយភាគច្រើនចេញទៅដូចជាម៉ោង6កន្លះម៉ោង7អញ្ចឹងចេញពីផ្ទះទៅបាទទៅដើររកពេញទៅព្រៃអញ្ចឹងទៅភាគច្រើនដើមវានៅតាមប្រភេទដើមតពកអញ្ចឹងណាបងប្អូនបាទហើយក៏ខ្ញុំហ្នឹងចេះតែទៅរកកាន់តែឆ្ងាយហ្នឹងគឺមានឃើញប្រភេទតពករៀងធំណាបងប្អូនបាទតពកធំហើយមានខ្ទមស្រែគេទូចខ្ទមដែលនិយាយទៅមិនដឹងខ្ទមនោះនៅជំនាន់ណាទេបងប្អូនបាទហើយពេលនោះដែរគឺយើងឃើញក៏ចូលទៅអង្គុយលេងតែគាត់ថាអង្គុយខ្ទមនោះគឺបាក់បែកអស់ហើយនៅតែប្រទេសអានៀបដែលសល់ពីភ្លើងឆេះបន្តិចតួចចឹងណាបងប្អូនបាទហើយក៏ងាកដើរមើលជុំវិញតពកដើម្បីរកស្លឹកព្រិចបងប្អូនតែក៏ប្រទះឃើញចក្រានមួយបងប្អូនបាទចក្រានហ្នឹងគឺជាចក្រានដាំបាយយើងដុតអស់បាទហើយវាបែកអស់គឺបែកអាក្រៅអស់ឲ្យបងប្អូនបាទនៅតែស្នូលរឹងអញ្ចឹងណាបាទបងប្អូននៅតាមជនបទប្រហែលជាស្គាល់ហើយចក្រានគេដឹកលក់បងប្អូនតែគាត់ថាចក្រានហ្នឹងវាខុសពីចក្រានគេដឹកលក់ដោយសារតែវាខុសពេលហ្នឹងគឺចក្រានហ្នឹងវាដូចជារបស់បុរាណអញ្ចឹងបងប្អូនខ្ញុំមិនដឹងថានៅតាំងពីជំនាន់ណាទេតែកាលហ្នឹងខ្ញុំប្រហែលជាអាយុ10ឆ្នាំអីហ្នឹងបងប្អូន9ឆ្នាំ10ឆ្នាំអីហ្នឹងបាទរៀងយូរដែរដល់ពេលអញ្ចឹងក៏ខ្ញុំហ្នឹងស្រែកហៅម៉ាក់ខ្ញុំអញ្ចឹងថាម៉ាក់អើយនេះមើលចក្រាននេះក៏កាលហ្នឹងចូលយើងផ្ទះយើងអ្នកអត់អ្នកអីដែរធ្លាប់តែដាក់ដុំថ្មផ្គុំចូលគ្នាដើម្បីដុតដាំបាយឬមួយក៏ធ្វើម្ហូបហើយក៏មើលទៅគាត់ថាវាធ្លុះតនើដែលមាននេះនឹងធ្លុះបាត់អីបងប្អូនតនើដែលសម្រាប់ដាក់ខ្ជុងផ្សេងហើយនឹងរកអស់ក្រោមផ្សេងគឺបាក់ហើយបងប្អូនបាក់ពីក្នុងនឹងអស់ហើយនិយាយទៅគឺប្រហោងធ្លុងតែម្ដងគាត់ថាបើយើងឆ្នៃយកមកដាំបាយដាំអីសម្រាប់ជើងអ្នកដែលអត់គឺយើងអាចយកមកបាន
ហើយពេលនឹងដែរគឺហៅម៉ាក់ខ្ញុំមកមើលក៏គាត់ឃើញគាត់ថាមានអីអាចប្រើបានគាត់ថាគាត់ក៏អត់ចង់យកដែរតែខ្ញុំអ្នកបខំមកយកដោយសារតែមនុស្សខ្ញុំគឺនិយាយទៅឲ្យតែឃើញរបស់អីក៏ដោយចូលចិត្តសំចៃចូលចិត្តទុកចូលចិត្តអីចឹងណាបាទឲ្យតែរបស់ប្រើកើតគឺងាយបោះចោលទេហើយណាមួយផ្ទះយើងក៏អត់ទៀតគឺសម្រាប់ចិត្តថាយកអានឹងមកហើយមិនមែនស្រាលទេបងប្អូនទម្ងន់វាប្រហែលជាខ្ទង់ចូលប្រហែលជា2គីឡូជាងបាទកាលហ្នឹងវារៀងធ្ងន់ដែរហើយកាលហ្នឹងខ្ញុំអាយុ10ឆ្នាំគ្រាន់តែដាក់តែអាហ្នឹងក្នុងក្រុងយើងស្ពាយមកហើយលីមកហ្នឹងគឺតែអាហ្នឹងមួយមិនបាច់ស្ពាយវ៉ាន់ទេក្នុងលីចង់រួចបងតម្រាំដល់ផ្ទះមិនស្រួលទេបងប្អូនបាទចម្ងាយដើរ3ម៉ោងទៅ4ម៉ោងរំដល់ផ្ទះអញ្ចឹងណាបងប្អូនបាទដីក៏មិនតិចគីឡូដែរដល់ពេលយើងយកមកដល់ផ្ទះយកមកប្រើការគឺទីសោតនៅយប់ថ្ងៃទី1គឺយើងអត់ទាន់បានប្រើទេយើងទុកចោលដល់ពេលទុកចោលយប់អញ្ចឹងហើយដល់ពេលព្រឹកស្អែកឡើងចុះមកគឺមានសំណើមភ្លើងឆេះបងប្អូនទាំងដែលយប់មិញហ្នឹងគឺយើងអត់បានធ្វើអីទាំងអស់អត់បានទាំងដុតអត់បានតែបកាត់ភ្លើងអីទេតែយើងព្រឹកឡើងយើងងើបមកគឺយើងដើម្បីយកមកដាំដុតភ្លើងអីចឹងទៅស្រាប់តែមានផេះមានកតិចកញ្ញោមភ្លើងហ្នឹងគឺបានឆេះដូចគេធ្វើអីពីយប់ហើយអញ្ចឹងណាបងប្អូនបាទដូចប្រភេទដាំស្លអញ្ចឹងបាទពេលនិយាយដល់កន្លែងហ្នឹងខ្ញុំព្រឺសពលបងប្អូនយ៉ាងដែលសួរគ្រប់គ្នាអ្នកនៅផ្ទះគឺអត់មានណាគេធ្វើអីទាំងអស់បាទហើយយើងក៏មិនបានចាប់អារម្មណ៍ដែរហើយយើងក៏រៀបចំលើកយកមកដើម្បីដាំបាយបាទហើយកាលពីខ្ញុំនៅក្មេងៗភាគច្រើនអ្នកដែលដាំបាយគឺខ្ញុំព្រោះដោយសារតែខ្ញុំចូលចិត្តបកាត់ភ្លើងហើយនឹងដាំបាយបងប្អូនគាត់ថាអត់ចេះធ្វើម្ហូបទេរហូតដល់លើហ្នឹងអត់ចេះដែរដល់ពេលហ្នឹងខ្ញុំក៏បានលើកយកមកអញ្ចឹងទៅយកមកដើម្បីបកាត់ភ្លើងដល់ពេលយើងបកាត់ភ្លើងទៅស្រាប់តែភ្លើងនឹងអត់ឆេះបងប្អូនអត់ឆេះយើងបកាត់អ្មេចក៏អត់ឆេះដល់ថ្នាក់យើងចាក់សាំងបងប្អូនចាក់សាំងដើម្បីជាមួយអុសដើម្បីដុតគឺអត់នៅតែអត់ឆេះបាទពេលអញ្ចឹងគឺខ្ញុំឆ្ងល់តែមិនអត់ដុតអត់ឆេះថ្ងៃហ្នឹងកើតអីអញ្ចឹងណាបាទហើយខ្ញុំក៏ទុកចោលដើរទៅរកកញ្ចក់ទឹកដូចប្រភេទថង់ដល់ពេលមកសន្ទុះបងប្អូនដើរមកវិញភ្លើងនោះឆេះខ្លួនឯងយើងឆ្ងល់ថាមិញគាត់អត់ឆេះទេហេតុអីបាទឥឡូវមកឆេះខ្លួនឯងក៏ចាប់ផ្ដើមមានអារម្មណ៍ថាឆ្ងល់ផងហើយក៏វាចម្លែកតែគាត់ថាពេលហ្នឹងគឺយើងអត់បានទៅគិតអីវែងឆ្ងាយដល់រឿងអីចឹងទេយើងក៏ដាំបាយធម្មតាអញ្ចឹងទៅគឺហូបធម្មតាដល់ពេលយប់ឡើងឈានចូលមកដល់ពេលហ្នឹងគឺខ្ញុំហ្នឹងក៏បានដេកយប់ឡើងងើបឈឺនោមពេលងើបឈឺនោមអញ្ចឹងទៅស្រាប់តែខ្ញុំក៏ឃើញភ្លើងនឹងឆេះភ្លើងនឹងចក្រាននឹងឆេះហើយមានលឺមាត់ល្អូអញ្ចឹងណាបងប្អូនបាទមានលឺមនុស្សដូចយើងទៅចែកគ្នាដុតអីហូបអីអញ្ចឹងទៅនៅតាមប្រភេទជនបទអញ្ចឹងណាបាទដល់ពេលខ្ញុំមកមើលឃើញល្អូខ្ញុំគិតថាប្រហែលជាប្អូនខ្ញុំឬមួយក៏ប៉ាខ្ញុំគាត់ធ្វើអីអញ្ចឹងទៅតែចុះមកដល់អត់ឃើញខ្ញុំបងប្អូនឃើញតែភ្លើងឆេះអញ្ចឹងណាអត់មានឃើញមនុស្សឃើញអីទេហើយយើងក៏ឆ្ងល់ដល់ពេលឆ្ងល់ខ្លាចតែភ្លើងឆេះរៀលដាលក៏យកទឹកទៅផលិតដួសទឹកចេញពីពាងទៅយកទៅចាក់ផលិតអញ្ចឹងណាបងប្អូនចាក់ចូលទីក្រានផលិតអញ្ចឹងទៅហើយក៏ឡើងទៅដេកធម្មតាអត់បានចាប់អារម្មណ៍ច្រើនដែរដល់ពេលស្អែកឡើងភ្លឺឡើងមកហ្នឹងក៏អាភ្លើងដែលខ្ញុំឃើញឆេះយប់មិញហ្នឹងគឺវាអត់មានអីដូចអត់មានអីបលុតអញ្ចឹងបងប្អូនអាទឹកសើមដែលខ្ញុំចាក់ទៅហ្នឹងក៏អត់មានហើយអាពេលដែលភ្លើងអាលុតហ្នឹងក៏វាដូចមិនមែនអាលុតដោយសារទឹកវាដូចវាឆេះអស់អញ្ចឹងណាបងប្អូនខ្ញុំក៏ចាប់ផ្ដើមគិតបងប្អូន
គិតវល់វារឿងអីទេតាចាប់ដើមគិតគួរឲ្យខ្លាចចឹងទៅហើយពេលហ្នឹងខ្ញុំចាំបានថាអាហ្នឹងជាយប់ថ្ងៃទី2បាទបន្ទាប់មកទៀតខ្ញុំក៏ប្រាប់ម៉ាក់ខ្ញុំថាយប់មិញម៉ែឯងមានដុតភ្លើងដុតអីចោលអត់នៅនឹងចក្រានដែលយើងរើសបានហ្នឹងជាប់មកកតុយអញ្ចឹងទៀតថាចក្រានដែលយើងរើសបានដល់ពេលម៉ាក់ខ្ញុំក៏គាត់ថាអត់ទេយប់មិញម៉ាក់ដាំឆ្លហើយហ្នឹងក៏ដកអស់ដកអីចេញអស់ហើយវាលុតអស់ហើយបាទពងកាលហ្នឹងយើងមិនហ៊ានទុកទេដោយសារតែផ្ទះយើងស្បូវអញ្ចឹងណាបាទយើងផ្ទះស្បូវទៅពេលអញ្ចឹងគឺមិនហ៊ានទុកទេកាលណាទៅទុកភ្លើងទៅខ្លាចខ្យល់ខ្លាចអីមកបក់ទៅកតិចភ្លើងទៅអីទៅប៉ះបបោលប៉ះអីឆេះទៅដល់ពេលអញ្ចឹងក៏ចាប់ផ្ដើមឆ្ងល់តែម៉ាក់ខ្ញុំហ្នឹងក៏គាត់ថាមិនបានស៊ូអញ្ចឹងទៅគាត់អត់បាត់ចាក់អារម្មណ៍ទេដល់ពេលយប់ថ្ងៃទី3បងប្អូនអាហ្នឹងបានច្បាស់បងគេមែនយប់ទី3ហ្នឹងគឺផ្លាយខុសពីរាល់ដងបងប្អូនដោយសារតែគេមកប្រាប់ខ្ញុំក្នុងយល់សពថាយកគេទៅទុកនៅកន្លែងដើមវិញព្រោះបើមិនអញ្ចឹងទេយើងនឹងមានបញ្ហាដោយសារភ្លើងហ្នឹងព្រោះគេមកឆ្ងាយពីផ្ទះពីតំបន់របស់គេអញ្ចឹងណាតែគេរស់នៅពេលនោះខ្ញុំមកសពហ្នឹងគឺខ្ញុំភ័យខ្លាំងមែនតើបងប្អូនភ័យខ្លាំងមែនតើដល់ពេលភ័យខ្លាំងទៅរហូតដល់ខ្ញុំស្រែកភ្ញាក់ពេញផ្ទះអាលឹកពេញផ្ទះអញ្ចឹងទៅហើយក៏ពេលហ្នឹងយើងមកមើលចក្រានហ្នឹងគឺឃើញភ្លើងឆេះទៀតភ្លើងឆេះរហូតពេលដែលភ្លើងហ្នឹងឆេះទៀតខ្ញុំនឹងបានយកទឹកទៅប្រលត់ហើយក៏បាននិយាយថាពេលមេឃភ្លឺខ្ញុំនឹងយកទៅដាក់នៅកន្លែងដើមវិញពេលហ្នឹងខ្ញុំហៅអ្នកផ្ទះប៉ាម៉ាក់បងប្អូនភ្ញាក់ទាំងអស់តែម្ដងបងប្អូនព្រោះពេលហ្នឹងភ័យពេកខ្លាចផងភ័យផងបាទដោយសារតែយើងអត់អាចជួបរឿងដែលវាដូចពិតពេកហ្នឹងបងប្អូនសំខាន់ណាស់ភ្លើងហ្នឹងឆេះរហូតបាទឲ្យយប់ទី3រហូតដល់ភ្លឺឡើងខ្ញុំក៏បានអំបួលម៉ាក់ខ្ញុំហើយបងប្អូនខ្ញុំយកទៅដាក់កន្លែងដើមវិញយកទៅទុកវិញហើយក៏បានយើងនិយាយប្រាប់និយាយផ្ដាំថាកូនចៅអត់ដឹងហើយកូនចៅទាំងទោសដោយសារតែកូនចៅអត់ដឹងអត់អីចឹងណាថារបស់នឹងមានម្ចាស់នឹងអីទៅពេលហ្នឹងគឺយប់ឡើងទៅខ្ញុំពេកតែមានបញ្ហាបងប្អូនបាទហើយក៏យើងនៅស្ងប់សុខហ្នឹងទៅហើយសាច់រឿងរបស់យើងគឺចប់ហើយបងប្អូនបាទសូមអរគុណសម្រាប់បងប្អូនទស្សនាក៏ដូចជាស្ដាប់ហើយនឹងទុក like ទុក subscribe អរគុណច្រើនបងប្អូនជួបខ្ញុំបាននៅវីដេអូក្រោយនឹងសាច់រឿងថ្មី